រឿង5យ៉ាងដែលអ្នកគួររក្សាភាពស្ងៀមស្ងាត់ឬមិនចាំបាច់ប្រាប់អ្នកដទៃទាំងអស់គ្នាដើម្បីជៀសវាងបញ្ហាដែលអាចកើតឡើង 1. ការភ័យខ្លាចរបស់អ្នករាល់មនុស្សទាំងអស់សុទ្ធតែមានការភ័យខ្លាចអ្វីមួយការប្រាប់អ្នកដទៃអំពីការភ័យខ្លាចរបស់អ្នកអាចធ្វើឲ្យអ្នកខ្លាចជាគោលដៅនៃការចំអកឬគេយកចំណុចខ្សោយរបស់អ្នកទៅប្រើប្រាស់មិនចាំបាច់ប្រកាសប្រាប់ពិភពលោកអំពីអ្វីដែលអ្នកខ្លាចនោះទេអ្នកអាចស្វែងរកវិធីដោះស្រាយការភ័យខ្លាចរបស់អ្នកដោយខ្លួនឯងឬជាមួយមនុស្សដែលអ្នកទុកចិត្តពិតប្រាកដ 2. ប្រាក់ចំណូលរបស់អ្នកការបង្ហាញប្រាប់អ្នកដទៃអំពីចំនួនប្រាក់ចំណូលពិតប្រាកដរបស់អ្នកអាចនាំមកនូវបញ្ហាជាច្រើនអ្នកអាចនឹងខ្លាចជាគោលដៅនៃការសុំខ្ចីលុយការច្រណែនឬសូម្បីតែការបោកប្រាស់ការរក្សាព័ត៌មាននេះជារឿងផ្ទាល់ខ្លួនគឺជារឿងល្អបំផុត 3. ជីវិតស្នេហារបស់អ្នកទំនាក់ទំនងស្នេហាជាកិច្ចការឯកជនរវាងមនុស្សពីរនាក់ការចែករំលែករឿងរ៉ាវលម្អិតអំពីទំនាក់ទំនងរបស់អ្នកមិនថាជារឿងល្អឬរឿងអាក្រក់តែកាន់មនុស្សច្រើនពេកអាចបណ្ដាលឲ្យមានការជ្រៀតជ្រែកការនិយាយដើមឬការយល់ច្រឡំរក្សាបញ្ហាក្នុងគ្រួសារឬរឿងស្នេហារបស់អ្នកទុកជាផ្ទៃក្នុងប្រសើរជាង 4. ផែនការធំរបស់អ្នកនៅពេលអ្នកមានគម្រោងឬគោលដៅធំក្នុងជីវិតអ្នកមិនចាំបាច់ប្រាប់មនុស្សគ្រប់គ្នាអំពីវានោះទេមនុស្សខ្លះអាចនឹងមិនជឿលើអ្នកព្យាយាមបំបាក់ទឹកចិត្តរបស់អ្នកឬសូម្បីតែលួចគំនិតរបស់អ្នករក្សាផែនការរបស់អ្នកជាអាថ៌កំបាំងរហូតដល់អ្នកសម្រេចបានលទ្ធផលខ្លះហើយសកម្មភាពរបស់អ្នកនឹងនិយាយជំនួសពាក្យសម្ដី 5. បញ្ហាគ្រួសាររបស់អ្នកបញ្ហាគ្រួសារជារឿងរសើបនិងជាកិច្ចការផ្ទៃក្នុងការបកស្រាយរឿងរ៉ាវអវិជ្ជមានក្នុងគ្រួសាររបស់អ្នកទៅកាន់អ្នកខាងក្រៅអាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ធ្វើឲ្យអ្នកដទៃវិតម្លៃគ្រួសាររបស់អ្នកមិនល្អឬសូម្បីតែយកបញ្ហាទាំងនោះមកនិយាយដើមព្យាយាមដោះស្រាយបញ្ហាគ្រួសារដោយស្ងៀមស្ងាត់និងជាមួយសមាជិកគ្រួសាររបស់អ្នក